មានសួរបងប្អូនអរគ្នាសំណុំមកផ្ទះដើម្បីមកមើលផលដំណាំចឹងបងប្អូនត្រូវការទិញបន្លែធម្មជាតិអាចមកផ្ទះសំណាំងបាននៅភូមិកញ្ចំឃុំកញ្ចំស្រុកព្រាមខេត្តបេវែងបងប្អូនតម្លៃគឺសមរម្យបងប្អូនអាចបានគឺមកខ្ញុំអ្នកលក់អញ្ចឹងហើយខ្ញុំអ្នកផ្សព្វផ្សាយបន្លែធម្មជាតិបងប្អូនអរគ្នាអញ្ចឹងបងប្អូនមើលវីដេអូនេះដល់ចប់កុំភ្លេចជួយ like ជួយ share វីដេអូនឹងម្នាក់មួយផងបងប្អូនបងប្អូនអាចមើលបាននេះគឺជាគោលកបែគោមកភ្នំមកបងប្អូនដើម្បីយើងដាំបន្លែហ្នឹងគឺធម្មជាតិមួយសិត100%បងប្អូនគ្នាសិត100%បងប្អូនអាចមើលផ្កាបានគឺភាពស្រស់ស្អាតមែនតើបងប្អូនអាចមកថតមកលើកបានបងប្អូនអរគ្នាជាអញ្ចឹងអ្នកបងប្អូនអាចមកមើលអញ្ចឹងណានេះគឺជាផ្ទះរបស់ខ្ញុំអញ្ចឹងបងប្អូនអាចមកលេងបានកំសាន្តផ្កាក៏បានដែរបងប្អូនជួយទិញក៏បានដែរបងប្អូនហើយផ្កាល្ពៅអញ្ចឹងណាបងប្អូនអរគ្នានេះគឺនៅខាងក្រោយផ្ទះប្រពៃតាមបន្លែធម្មជាតិសត្វ100%បងប្អូនទៅនេះសត្វ100%ហើយមកគាត់ជួយទិញដែរណាបងប្អូនអរគ្នាតម្លៃនៅក្រៅទីផ្សារបន្តិចបងប្អូនអរគ្នាថាតម្លៃគឺប្រាស់ហើយគុណភាព100%បងប្អូនសត្វ100%បងប្អូនឥឡូវយើងថ្ងៃកំពុងបេះឲ្យភ្ញៀវអញ្ចឹងភ្ញៀវគាត់មកទិញដល់ទេក៏យើងបេះដាក់ភ្លាមចូលភ្លាមបងប្អូនអរគ្នាខ្ញុំបាញ់មើលបានអ្នកលក់កំពុងបេះបន្លែហើយខ្ញុំអ្នកថតកំពុងរៀបយកឲ្យបងប្អូនមើលថាបន្លែហ្នឹងសតឬក៏មិនសតអញ្ចឹងធម្មជាតិឬមិនធម្មជាតិបងប្អូនអាចមើលបានមើលតែស្លឹកទៅដល់ថ្ងៃធានាថា100%បងប្អូនហើយមានផ្លែទៅសក់អញ្ចឹងបងប្អូនអាចមកគ្រប់គ្រងបានឥឡូវទៅសក់ទុំបងប្អូនមកលឿនមកធម្មជាតិប្រយ័ត្នគេយកអស់ទៀតចឹងបងប្អូនអាចមកសាកបានថាសិតឬ100%ធានាបងប្អូនហើយអ្នកជារូបបេះដូងហ្នឹងគឺស្បែកគួរអញ្ចឹងបងប្អូនត្រូវការស្បែកគួរអាចមករកបានហើយបើចង់បានជីវ៉ាន់សុយដាក់ស៊ុបអីបងប្អូនអញមករកទិញមកហើយផ្លែពោតគឺយើងចាប់ដើមកាយបងប្អូនទៅទៀតបានញ៉ាំផ្លែពោតម្ដងហើយបងប្អូនអរគ្នាហើយឆែកថាវក៏អត់ដែរអស់ស្តុកអលេងហ្មងបងប្អូនឆែកថាវបងប្អូនអាចធ្វើសាច់ប៉ៅធ្វើស៊ុបធ្វើអីទៅអញ្ចឹងបងប្អូនអរគ្នាទៅបន្លែធម្មជាតិ100%មានតកួនមានតំបន់អញមើលតាមរូបភាពបានអញ្ចឹងសតមិនសតបងប្អូនអញមើលដឹងហើយក៏មានការល្ពៅអីផងដែរបងប្អូនហើយតកួន1គីឡូ5000បងប្អូនអរគ្នាគ្រប់មុខហ្មងចឹងបងប្អូនអាចមកសាកបានទិញដល់ផ្ទះក៏បានទិញនៅផ្សារក៏បានដែរបងប្អូនអរគ្នានៅភូមិកញ្ចំឃុំកញ្ចំស្រុកពេលរៀងខេត្តព្រៃវែងបងប្អូនអរគ្នាចឹងមកបងប្អូនមើលវីដេអូនេះដល់ចង់កុំភ្លេចជួយ like ជួយ share ឲ្យបងប្អូនយើងឃើញអ្នកផ្សេងគាត់ឃើញចឹងគាត់ជួយគ្រប់ត្រោថាមិនថាភូមិកញ្ចំភូមិផ្លៃតពងឬក៏ខេត្តជួយទិញផងបងប្អូនជួបគ្នាវីដេអូក្រោយ